ដឹងពីអត្ថប្រយោជន៍នៃផ្លែក្រូចផ្លែក្រូចជាផ្លែឈើមួយយ៉ាងដែលផ្ទុកនូវវីតាមីន C ជាច្រើនដែលជួយដល់ប្រព័ន្ធភាពស៊ាំប៉ុន្តែផ្លែក្រូចផ្ដល់អត្ថប្រយោជន៍សុខភាពជាច្រើនផ្សេងទៀតដូចជាសមាសធាតុប្រឆាំងជំងឺមហារីកនិងជាតិទឹកជាដើមអាហារូបត្ថម្ភនៃផ្លែក្រូចមានចាប់ពីសារធាតុរ៉ែដូចជាប៉ូតាស្យូមនិងផូស្វ័ររហូតដល់សារធាតុដែលជួយពន្យាឬការពារជំងឺរ៉ាំរ៉ៃអ្នកអាចរីករាយជាមួយនឹងផ្លែក្រូចតាមវិធីដ៏ឆ្ងាញ់ចាប់ពីទឹករហូតដល់សម្បកដែលធ្វើពីសម្បកទាំងនេះគឺជាអត្ថប្រយោជន៍នៃផ្លែក្រូចទី1ជួយផ្ដល់សំណើមទី2ធ្វើឲ្យប្រសើរឡើងនៅការរំលាយអាហារទី3កាត់បន្ថយខ្លាញ់ក្បាលពោះទី4គាំទ្រប្រព័ន្ធភាពស៊ាំទី5ជំនួយការស្រូបយកជាតិដែកទី6ការពារប្រឆាំងនឹងជំងឺរ៉ាំរ៉ៃទី7បន្ថយហានិភ័យនៃជំងឺមហារីកទី8អាហារូបត្ថម្ភនៃផ្លែក្រូចទឹកក្រូចមួយផ្លែមានអាហារូបត្ថម្ភដូចជាកាឡូរី 72.8 ខ្លាញ់ 0.21 ក្រាមសូស្យូម 12.6 មីលីក្រាមកាបូឌីដ្រាត 16.5 ក្រាមជាតិសរសៃ 2.8 ក្រាមប្រូតេអ៊ីន 1.27 ក្រាមក្រៅពីវីតាមីន C និងជាតិសរសៃផ្លែក្រូចខ្ចប់ប៉ូតាស្យូមនិងហ្វូឡាតសារធាតុចិញ្ចឹមសំខាន់ពីរផ្លែក្រូចវាជួយផ្គត់ផ្គង់កាល់ស្យូមនិងម៉ាញ៉េស្យូមក្នុងបរិមាណតិចតួចកាល់ស្យូមបង្កើតឆ្អឹងនិងធ្មេញរឹងមាំជួយសាច់ដុំនិងសរសៃឈាមរបស់អ្នកនិងជួយក្នុងការសម្ងាត់អរម៉ូននិងប្រូតេអ៊ីនម៉ាញ៉េស្យូមមានមុខងារជាច្រើនដូចជាជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នកគ្រប់គ្រងចង្វាក់បេះដូងរបស់អ្នកនិងកសាងឆ្អឹងឲ្យរឹងមាំ